សួស្តីអ្នកទាំងអស់គ្នាដាក់សំនួរសួរខ្លួនឯងនៃប្រឹងសង្ដែងធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំសំសលេហូបមកបានអាចថាខ្ញុំងំក៏បានមិនចេះស្មានមិនចេះប្រមាណខ្លួនទៅស្រឡាញ់រូបគេទាំងគេនោះមិនមែនជាមនុស្សទុំទេគ្មានចេតនាទេបានលងតែហើយកាយយកច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រឹមក្បែរគេមិនចិនណាយតែគួរស្ដាយគេនោះមានសង្សារដាក់សំនួរសួរខ្លួនឯងនៃប្រឹងសំដែងធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្ម័គ្រឲ្យគេបោកមកសិតទេអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំស្ដំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់បែរងកាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាទូជំនួជួបពេលគេត្រូវការសូមទលេហោដល់ផាស concert មកបានជាមនុស្សដែលធ្លាប់គេឆក់យកស្នេហាសោកពីមួយថាទៅដណ្ដើមសង្សារគេបើដឹងមុនខ្ញុំមិនចង់ស្គាល់នាមេឥឡូវហួពេលគេបានមកស្រ័យកាយយកច្រឡំមួយនេះពិតជាសប្បាយគេផ្ដល់អារម្មណ៍ដែលឲ្យខ្ញុំលែងខ្វល់ខ្វាយដឹងត្រឹមក្បែរគេមិនចិនណាយតែគួរស្ដាយគេនោះមានសង្សារដាក់សំនួរសួរខ្លួនឯងនៃប្រឹងសំដែងធ្វើដោយធម្មតាទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្ម័គ្រឲ្យគេបោកមកសិតទេអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំស្ដំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់បែរងកាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាទូជំនួជួបពេលគេត្រូវការស្គាល់មានស្ងួនអារម្មណ៍ដូចក្នុងយោសពភ្ញាក់ឡើងក៏ចំមិនដឹងយោសពពីវ័យសុខចិត្តតែឈឹងព្រោះបើមិនក៏នឹងមានការឈឺចាប់រៀងរ៉ាយមិនចង់ធ្វើជាអ្នកទី3ខាងម៉ាតូបើខ្ញុំខូចអាចចេះស្ដាយមិនថ្វាយមិនថ្វាយអូវ៉ាវតោះដាក់សំនួរសួរខ្លួនឯងទាំងដឹងយុទ្ធសាស្ត្រស្នេហាគេប្រើបែបណាមកបោកចិត្តខ្ញុំព្រមស្ម័គ្រឲ្យគេបោកមកសិតទេអារម្មណ៍ទោះបីខ្ញុំមិនចង់ក៏ថ្នាំស្ដំជ្រាបពេញខ្លួនហើយនៅក្នុងចិត្តទុកគេសំខាន់បែរងកាន់តែងាយរងគ្រោះព្រោះខ្ញុំគ្រាន់ជាទូជំនួជួបពេលគេត្រូវការក្តីសង្ឃឹមភ្ជាប់ស្នាមញញឹមបានខំប្រឹងរួចអស់តែហើយអោបនោះខ្ញុំស្រឡាញ់ហើយតាមពិតមានសង្សារ ម
មិននឹកឡើយធ្វើដូចទុំណែវ៉ាវអរគុណអ្នកនរគ្នាខ្លាំងមែនតើ